Hello, everyone. Welcome to Hospitality Insight Cambodia. My name is Sim Sa, and I'm a housekeeping manager and hospitality trainer. នឹងដូច្នេះដើម្បីចូលប្រធានបទចឹងខ្ញុំសូមស្វាគមន៍ដល់គ្នាសម្រាប់ចូលមកកាន់ YouTube Channel របស់ខ្ញុំបាទទាក់ទងនឹងការបណ្ដុះបណ្ដាលក៏ដូចជាការស្វែងយល់អំពីប្រតិបត្តិការសន្តាគារចឹងយើងដឹងថាសន្តាគារគឺជាអង្គភាពឬក៏ប្រភេទ property មួយឬក៏ស្ថាប័នមួយដែលផ្ដល់ប្រជាប្រភេទសេវាកម្មស្នាក់នៅសេវាកម្មម្ហូបអាហារក៏ដូចជាសេវាកម្មសម្រាប់លំហែអីដែលយើងហៅថា resort ដែលតម្រូវឲ្យមានការសហការក៏ដូចជាការធ្វើការបូករួមផ្នែកជាច្រើនហើយប្រតិបត្តិការរបស់សន្តាគារគឺជាបេះដូងរបស់សន្តាគារហ្នឹងហើយមានថាយើងត្រូវការចូលរួមចំណែកពីផ្នែកផ្សេងៗនៅក្នុងវត្តហ្នឹងដើម្បីផ្ដល់សេវាកម្មដែលធានាថាភ្ញៀវដែលមកប្រើសេវាកម្មក៏ដូចជាមកស្នាក់នៅកន្លែងរបស់យើងហ្នឹងគាត់ទទួលបាននៅបទពិសោធន៍ល្អៗក៏ដូចជាទទួលបាននៅគុណតម្លៃនៅពេលដែលគាត់បានប្រើនៅសេវាកម្មរបស់យើងឬក៏មកស្នាក់នៅជាមួយនឹងសន្តាគារពេលដែលយើងនិយាយអំពីប្រតិបត្តិការសន្តាគារអញ្ចឹងមានន័យថាយើងធ្វើការប្រតិបត្តិការរួមគ្នារបស់ផ្នែកនីមួយៗដើម្បីធានាថាភ្ញៀវនឹងទទួលបានការស្នាក់នៅក៏ដូចជាទទួលបានអារម្មណ៍ភាពកក់ក្ដៅឬក៏គុណតម្លៃដែលគាត់បានមកប្រើប្រាស់សេវាកម្មរបស់សន្តាគារនឹងដែលប្រកបដោយគុណភាពហើយគ្រប់ផ្នែកត្រូវធ្វើការរៀងៗខ្លួនដើម្បីផ្ដល់នូវភាពសុខស្រួលសុវត្ថិភាពក៏ដូចជាធ្វើយ៉ាងណាឲ្យការស្នាក់នៅរបស់ភ្ញៀវនឹងប្រកបដោយភាពរលូនក៏ដូចជាគាត់ទទួលបាននូវអារម្មណ៍អាចថានៅកក់ក្ដៅនៅពេលដែលគាត់មកប្រើប្រាស់សេវាកម្មភ្ញៀវក៏ដូចជាធ្វើឲ្យមានការចងចាំល្អៗទៅដល់គាត់ផងដែរហើយផ្នែកសំខាន់នៃសន្តាគារយើងឃើញជាចម្បងមាន5ដែលក្នុងនោះយើងទី1យើងហៅថាខាង front office ផ្នែកទទួលភ្ញៀវហ្នឹងហើយទី2តកតងនៅផ្នែកគេហកិច្ចហ្នឹងឯងដែលយើងជាទូទៅភាសាសាមញ្ញដែលគេហៅថាអ្នកអនាម័យអញ្ចឹងនៅក្នុងប្រធានបទនេះខ្ញុំនឹងសង្កត់ទៅលើផ្នែកគេហកិច្ចហ្នឹងឯងដែលយើងហៅថា housekeeping ឬក៏អ្នកអនាម័យហ្នឹងហើយមួយទៀតតកតងនៅផ្នែកអាហារនិងភេសជ្ជៈហ្នឹងដែរហើយផ្នែកទី4តើតើនឹងការថែទាំបច្ចេកទេសផ្សេងៗដែលយើងខាងថាផ្នែក engineering ឬក៏ maintenance ហើយផ្នែកខាង admin ឬក៏យើងហៅថាខាងធនធានមនុស្សជាងផ្នែកទាំងអស់នេះយើងត្រូវការសហការគ្នាជាប្រចាំដើម្បីធានាថាការផ្ដល់សេវាកម្មប្រកបដោយការមានស្តង់ដារត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាពក្នុងការបម្រើសេវាកម្មជូនភ្ញៀវឬក៏អតិថិជនដែលមកប្រើប្រាស់ឬក៏ស្នាក់នៅទីតាំងសន្តាគារនីមួយៗចូលចំណុចបន្ទាប់ទាក់ទងនឹងខ្ញុំនឹងលម្អិតទាក់ទងនឹងតួនាទីឬក៏ទំនួលខុសត្រូវជាគោលសម្រាប់ផ្នែកមួយដែលយើងបានរៀបរាប់ខាងលើមានចំនួន5ហ្នឹងអញ្ចឹងទី1ទាក់ទងនឹង front office អញ្ចឹង front office គឺជាផ្នែកអាចថាទទួលភ្ញៀវមួយដែលជាអ្នកដែលធ្វើការទំនាក់ទំនងជាមួយភ្ញៀវដំបូងនៅពេលដែលភ្ញៀវធ្វើការកក់ឬក៏ភ្ញៀវមកដល់បរិវេណសន្តាគារដែលយើងហៅថាភ្ញៀវ arrival ឬក៏ភ្ញៀវ walk in អីគឺជួបនៅ front office មុនគេហើយផ្នែកនេះទទួលខុសត្រូវទៅលើការចុះឈ្មោះជា in ឬក៏ភ្ញៀវជា out ហើយនឹងការ verify ព័ត៌មានបញ្ជាក់ព័ត៌មានជាមួយភ្ញៀវទាក់ទងនឹងការ booking ឬក៏ការស្នើសុំ special អីមួយអញ្ចឹងនៅក៏ដូចជាការដោះស្រាយនៅសំណើឬក៏បញ្ហាត្អូញត្អែររបស់ភ្ញៀវនឹងផងដែរហើយភាពចាំបាច់នៃអ្នកធ្វើការឬក៏អ្នកដែលទទួលខុសត្រូវទៅលើ front office ហ្នឹងគឺត្រូវមានភាពស្មោះត្រង់ក៏ដូចជាសុជីវធម៌ហើយនឹងការរស់រាយរាក់ទាក់ក្នុងការស្វាគមន៍ក៏ដូចជាដោយបើកចិត្តទូលាយណាចឹងតកតងនឹងគិរវកិច្ចដែលជាចំណុចចាប់ផ្ដើមដំបូងដែលបង្ហាញឲ្យភ្ញៀវឬក៏អ្នកដែលមកប្រើសេវាកម្មនោះគឺគាត់អាចឃើញអំពីចរិតលក្ខណៈឬក៏របៀបរបបឬក៏ភាពកក់ក្ដៅដែលគាត់ទទួលបាននៅពេលដែលគាត់ដើរចូលឬក៏ walk in នៅក្នុង lobby របស់ hotel មួយមុននេះយើងបានទៅជែកអំពី front office សង្ខេបមិនហើយចំណុចបន្ទាប់យើងចូលទៅដល់ផ្នែកគេហកិច្ចឬក៏ housekeeping ហ្នឹងអញ្ចឹងឬក៏មួយវិញទៀតគេហៅហ្នឹងផ្នែកអនាម័យភាសាទូទៅដើម្បីងាយយល់វិញណាតែភាសាក្នុងបច្ចេកទេសគឺ housekeeping ដែលយើងប្រែមកវិញជាផ្នែកគេហកិច្ចជាអ្នកទទួលខុសត្រូវទៅលើការថែទាំក៏ដូចជាផ្ដល់នូវភាពស្អាតក៏ដូចជាភាពផាសុកភាពអញ្ចឹងផ្ន
ផ្នែកហ្នឹងគឺយើងអាចហៅថាជាផ្នែកមួយដ៏សំខាន់នៅក្នុងសន្តាគារពីព្រោះថាហ្នឹងហើយផ្នែកហ្នឹងគឺជាអ្នកដែល keep ឬក៏ maintain ថែរក្សាថែទាំទីធ្លាមិនថាទីធ្លាខាងក្នុងខាងក្រៅនឹងនិយាយទៅទីធ្លាទាំងប្រមាណនៅក្នុងអូតានឹងមួយបូករួមទាំងបន្ទប់ភ្ញៀវជាពិសេស office ការិយាល័យផ្សេងៗគឺពួកគាត់ជាអ្នកដែលសម្អាតថែទាំធ្វើយ៉ាងណាឲ្យវាមានភាពស្អាតក៏ដូចជាភាពផាសុកភាពទៅឲ្យក្រុមការងារនិងភ្ញៀវជាពិសេសផងដែរអញ្ចឹងយើងអាចហៅបានថាជាផ្នែកមួយដែលសំខាន់សម្រាប់សន្តាគារដែលយើងមិនអាចបានព្រោះពាក្យថាសន្តាគារគឺយើងត្រូវការប្រណិតភាពដូចជាភាពស្អាតជាពិសេសដើម្បីភ្ញៀវឬក៏អតិថិជនដែលគាត់មកប្រើប្រាស់កន្លែងស្នាក់នៅឬក៏ការមកប្រើប្រាស់សេវាកម្មម្ហូបអាហារអីណាឬក៏មិនថាតែសន្តាគារឬក៏ភោជនីយដ្ឋានទេគឺត្រូវតែថែរក្សាថែទាំភាពស្អាតនឹងឲ្យស្អាតជាប្រចាំចឹងហើយដូច្នេះហើយនឹងឯផ្នែក housekeeping នោះគឺពិតជាសំខាន់ដែលដើរតួធ្វើយ៉ាងណាឲ្យសន្តាគារឬក៏អាគារមួយហ្នឹងវាមានភាពស្អាតជាប្រចាំផងដែរបាទហើយមែនទែនទៅផ្នែក housekeeping នឹងដែរពីច្រើនគេមើលរំលងអាចថាអ្នកខ្លះគាត់មិនសូវជាផ្ដល់តម្លៃនៅផ្នែកហ្នឹងទេគាត់ចូលចិត្តទៅចាប់ service ចាប់ run office ឬក៏ចាប់ផ្នែកអីផ្សេងដែលគិតថាងាយស្រួលឬក៏នឹងវាមិនសូវប្រឈមមុខឬក៏វាមិនសូវមានភាពខ្មាស់អៀនអីអញ្ចឹងដោយឡែកចំពោះខ្ញុំវិញអញ្ចឹងខ្ញុំពិតជាអរគុណក៏ដូចជាមានសេចក្តីត្រេកអរក៏ដូចជាអរគុណសម្រាប់ក្រុមការងារដែលគាត់បម្រើការក្នុងផ្នែក housekeeping ជាពិសេសមូលហេតុអីបានយើងថាយើងសប្បាយរីករាយឬក៏យើងពិតជាអរគុណគាត់ពីព្រោះថាផ្នែកហ្នឹងយើងដឹងស្រាប់ហើយបើសិនតែអ្នកដែលមានភាពខ្មាស់អៀនឬក៏អ្នកដែលគាត់គិតថាការងារហ្នឹងវាមិនល្អអញ្ចឹងគាត់មិនអាចធ្វើបានទេតែដោយឡែកពួកគាត់ដែលជាអ្នកបម្រើការនៅក្នុងផ្នែកហ្នឹងពួកគាត់ជាមនុស្សដែលអាចថាអត់ធ្មត់តស៊ូហើយគាត់អាចលះបង់នៅភាពខ្មាស់អៀនទៅកាន់ក្រុមការងារផ្នែកផ្សេងក៏ដូចជាទៅកាន់ភ្ញៀវហ្នឹងគឺធ្វើយ៉ាងណាគាត់ទទួលខុសត្រូវទៅលើមុខងារតួនាទីរបស់គាត់ម្នាក់ទៅតាមការអាសាញការចាត់តាំងមិនថារួមមិនថា PA ទេគឺពួកគាត់តែងតែប្រឹងប្រែងក៏ដូចជាធ្វើការហ្នឹងចេញពីចិត្តក៏ដូចជាប្រកបដោយការទទួលខុសត្រូវខ្ពស់មូលហេតុអីយើងថាដូច្នេះបានពីព្រោះថានឹងបើសិនតែយើងជាមនុស្សដែលមិនសូវខ្វល់ខ្វាយពីភាពស្អាតឬក៏ភាពរបៀបរៀបរយទេយើងអាចមកធ្វើការងារនៅក្នុងផ្នែកនឹងបានទេយើងតួតែអ្នកដែលជួយចិត្តភាពស្អាតក៏ដូចជាភាពមានរបៀបរៀបរយទៅគាត់អាចធ្វើការងារនឹងបានដោយរលូនក៏ដូចជាធ្វើការនឹងប្រកបដោយប្រសិទ្ធភាពនឹងឯងអញ្ចឹងហ្នឹងហើយអញ្ចឹងបានខ្ញុំថាអ្នកដែលធ្វើការនៅក្នុងផ្នែកនឹងគឺជាអ្នកដែលគួរឲ្យស្ញប់ស្ញែងក៏ដូចជានឹងអរគុណជាខ្លាំងសម្រាប់នឹងឯការផ្ដល់ភាពស្អាតឲ្យក្រុមការងារហើយមិនដែលប៉ុណ្ណោះទេគឺឲ្យភ្ញៀវជាពិសេសនឹងផងដែរចឹងអរគុណចូលទៅដល់ផ្នែកបន្ទាប់ទាក់ទងនឹង food and beverage ចឹង food and beverage យើងសំដៅទៅលើ2 department ចូលគ្នាទាក់ទងនឹងខាងបម្រើម្ហូបអាហារជាអ្នកដែលលើកក៏ដូចជាអ្នកដែល take order ឬក៏ធ្វើការកម្មង់ជាមួយភ្ញៀវហើយយក order ហ្នឹងយកទៅorder ពីខាងចុងភៅក៏ដូចជាខាងផ្នែកចុងភៅជាអ្នកដែលរៀបចំចម្អិនតុបតែងក៏ដូចជាធ្វើយ៉ាងណាឲ្យម្ហូបហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ហើយ service ហ្នឹងជាអ្នកដែលយកម្ហូបឬក៏នឹងសាកសួរភ្ញៀវទាក់ទងនឹង ingredient គ្រឿងផ្សំផ្សេងៗទាក់ទងនឹងភ្ញៀវថាគាត់ចង់បានវាមិនឬក៏នឹងការ select ពី menu ដែលយើងហៅថា menu ហ្នឹងហ្នឹងហើយដើម្បី confirm ហើយនឹងយកនឹងទៅឲ្យខាងចុងភៅហើយចុងភៅធ្វើឲ្យគាត់ត្រូវយកត្រឡប់មកឲ្យភ្ញៀវហើយនឹងរៀបចំចាត់ចែងឲ្យភ្ញៀវហូបឬក៏យើងហៅថាញ៉ាំចឹងពីរនេះគឺសំខាន់ដូចគ្នាចុងភៅបើសិនតែ service បានផ្ដល់នូវសេវាកម្មរស់រាយរាក់ទាក់សាកសួរអីផ្សេងៗពីភ្ញៀវរួចរាល់អស់ហើយញញឹមញញែមអីប្រកបដោយវិជ្ជាជីវៈហើយក៏ពិតមែនតែបើសិនតែម្ហូបចាញ់មកបែរជាមានឆ្ងាញ់ប្រៃពេកសាពេក
អញ្ចឹងហ្នឹងហើយប្រសិទ្ធភាពនៃការផ្ដល់សេវាកម្មឬក៏ការលក់ហ្នឹងវាអាចថាមិនជាទទួលបានលទ្ធផលល្អទេទាល់តែហ្នឹងហើយខាងចុងភៅហ្នឹងគាត់បានធ្វើម្ហូបឲ្យមានឲ្យជារសឈ្ងុយឆ្ងាញ់ក៏ដូចជាហ្នឹងហើយរសជាតិឬក៏គ្រឿងផ្សំអីហ្នឹងវាស្របឬក៏ត្រឹមត្រូវទៅតាមភ្ញៀវដែលបានកំងហ្នឹងហើយបូករួមជាមួយនឹងការនឹងបំរើសេវាកម្មពីខាង service ហ្នឹងទៅភ្ញៀវហ្នឹងល្អទៀតអញ្ចឹងអានឹងវាធ្វើឲ្យយើងផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធភាពឬក៏គុណភាព excellent service អីហ្នឹងឯងអញ្ចឹងអានឹងហើយបើយើងបានពីផ្នែកហ្នឹងគាត់ធ្វើការជាមួយគ្នាដោយនឹងខាងនោះក៏ឆ្ងាញ់ខាងនេះក៏បំរើសេវាកម្មល្អអញ្ចឹងភ្ញៀវក៏សប្បាយចិត្តហើយនឹងការផ្ដល់សេវាកម្មរបស់យើងក៏វាជោគជ័យទៅតាមនឹងដែរជោគជ័យថាភ្ញៀវមកប្រើសេវាកម្មឬក៏មកញ៉ាំហ្នឹងគឺគាត់ទទួលបានអារម្មណ៍មួយពេញចិត្តបូករួមជាមួយនឹងរសជាតិហើយនឹងគុណតម្លៃដែលគាត់ចំណាយលុយជាមួយនឹងការញ៉ាំម្ហូបនឹងដូចគ្នាដែរអូខេអញ្ចឹងយើងទៅផ្នែកបន្ទាប់ទាក់ទងនឹងខាង maintenance ឬក៏ engineering ផ្នែកនេះយើងហ្នឹងហើយទាក់ទងនឹងការថែទាំកំហុសឬក៏ជួសជុលកំហុសអីមួយអញ្ចឹង maintenance គឺ cover ទាំងអស់មានន័យថានៅក្នុងប្រតិបត្តិការអីមួយមិនថាភ្លើងទឹកឬក៏ការងារបច្ចេកទេសអីផ្សេងនៅគ្រឿង mechanic អីផ្សេងគឺផ្នែកគាត់ជាអ្នកទទួលខុសត្រូវក្នុងការជួសជុលថែទាំធ្វើយ៉ាងណាឲ្យវាមានដំណើរការល្អប្រសើរមកវិញឬក៏បង្ការនៅការខូចខាតហ្នឹងហើយជាពិសេសដូចជាមាន schedule ឬក៏មានកាលវិភាគក្នុងការថែទាំលាងសម្អាតម៉ាស៊ីនត្រជាក់អីទៅតាមបន្ទប់ឬក៏ outlet មួយដូចជា restaurant bar ឬក៏ coffee អីហ្នឹងឯងគឺគាត់ជាអ្នកដែលមើលថែទាំលាងសម្អាតម៉ាស៊ីនត្រជាក់ក៏ដូចជាបង្ការឬក៏ជួសជុលកំហុសហ្នឹងដើម្បីឲ្យដំណើរការប្រតិបត្តិការរបស់សន្តាគារមួយទាំងមូលហ្នឹងបានដំណើរការដោយរលូនដោយមិនរអាក់រអួលបានដូច្នេះហើយអញ្ចឹងផ្នែកទាំង5ហ្នឹងគឺធ្វើការជាមួយគ្នាដោយសស័កសស្រាមក៏ដូចជាការសហការហ្នឹងប្រកបដោយភាពរលូនទើបយើងអាចប្រតិបត្តិការឬក៏ run នៅសន្តាគារមួយប្រកបដោយប្រសិទ្ធភាពក៏ដូចជាអាចផ្ដល់នៅសេវាកម្មទៅឲ្យភ្ញៀវប្រកបដោយអាចថា standard ឬក៏ហ្នឹងផ្ដល់អ្វីដែលភាពពេញចិត្តភាពល្អប្រសើរនៅពេលដែលយើងបម្រើឬក៏ផ្ដល់សេវាកម្មទៅឲ្យភ្ញៀវជាពិសេសយើងបានរៀបរាប់ទាក់ទងនឹងផ្នែកផ្សេងមានចំនួន5ខាងលើអញ្ចឹងចូលទៅដល់ចំណុចបន្ទាប់ទាក់ទងនឹងយើងអាចនិយាយជារួមថាប្រតិបត្តិការសន្តាគារគឺមិនមែនជាការធ្វើការតែមនុស្សមួយក្រុមឬក៏មនុស្សតែម្នាក់ទេប៉ុន្តែជាការសហការគ្នាច្រើនរវាងក្រុមឬក៏ផ្នែកមួយហ្នឹងចូលគ្នាទាំងមូលហើយភាពជោគជ័យរបស់សន្តាគារឬក៏ហ្នឹងហើយភាពផ្ដល់សេវាកម្មប្រកបដោយវិនិច្ឆ័យភាពហ្នឹងវាអាស្រ័យទៅលើការសហការគ្នាការបដិញ្ញាចិត្តការចេះទំនាក់ទំនងសម្របសម្រួលជាមួយគ្នាណាក៏ដូចជាការធ្វើយ៉ាងណាឲ្យយើងការឆ្លងឆាយព័ត៌មានហ្នឹងវាប្រកបដោយភាពច្បាស់លាស់ក៏ដូចជាការទទួលខុសត្រូវហើយនឹងការសាមគ្គីរវាងផ្នែកមួយទើបសន្តាគារហ្នឹងគាត់អាចជោគជ័យក៏ដូចជាផ្ដល់សេវាកម្មមួយប្រកបដោយប្រសិទ្ធភាពអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងអាចថាជួបគ្នានៅវីដេអូក្រោយអញ្ចឹងអរគុណសម្រាប់ការចូលរួមសម្ដាប់ក៏ដូចជាទស្សនាអញ្ចឹងសង្ឃឹមថាយើងនឹងបានអ្វីដែលជាបទពិសោធន៍ក៏ដូចជាចំណេះដឹងទ្រុសទាក់ទងនឹងផ្នែកសំខាន់របស់សន្តាគារបាទអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងបាទអរគុណ